បងប្អូនខ្ញុំបានអានអត្ថបទមួយដែលគេនិយាយថាឱកាសនៅក្នុងការរស់ស៊ីវាដូចជាឡានក្រុងអញ្ចឹងនៅពេលដែលឡានក្រុងមួយទៅបាត់នឹងមានឡានក្រុងមួយគង់តែមកដល់ទៀតទេបើប្រៀបធៀបជាមួយនឹងការរស់ស៊ីគឺគេចង់ប្រាប់យើងថានៅពេលដែលឱកាសនៅក្នុងការរស់ស៊ីមួយវាបានទៅបាត់ហើយឱកាសថ្មីមួយទៀតវានឹងគង់តែមកដល់ទេអ្វីដែលសំខាន់គឺយើងហ៊ានចាប់យកឱកាសហ្នឹងដើម្បីចាប់ផ្ដើមជាថ្មីឬក៏អត់ហើយគេនិយាយទៀតថាគ្រប់បញ្ហាទាំងអស់គឺដូចជា gift អញ្ចឹងព្រោះបើសិនជាអ្វីសិតតែល្អទាំងអស់ហើយអត់មានបញ្ហានោះយើងគឺមិនអាចរីកចម្រើនបានទេហើយបើសិនជាអ្នកទាំងអស់គ្នាមើលឲ្យលំអិតអ្នកដែលគេជោគជ័យក្នុងមួយប្រព្រឹត្តភ្នែកហ្នឹងគឺថាគេបានធ្វើរឿងជាច្រើននិងធ្វើអ្វីជាច្រើនជាយូរណាស់មកហើយទម្រាំតែគេមានថ្ងៃមួយហ្នឹងចុះបងប្អូនយល់មិនដែរកុំភ្លេចជួយ comment ប្រាប់ផងណាហើយកុំភ្លេចជួយ follow account TikTok របស់ខ្ញុំម្នាក់មួយផងដើម្បីជាការផ្ដល់កម្លាំងចិត្តឲ្យខ្ញុំបានធ្វើវីដេអូថ្មីៗបន្តទៀតអរគុណជួបគ្នានៅវីដេអូក្រោយ